ខ្ញុំចាំច្បាស់នៅឆ្នាំ2018ពេលដែល McLaren បញ្ចេញឡាននេះមកគឺស្រុកខ្មែរយើងមកមួយគ្រឿងហ្មងគឺពណ៌ក្រហមហើយចតនៅចិត្តសាលាខ្ញុំកាលហ្នឹងខ្ញុំនៅរៀនហើយខ្ញុំតែងតែជិះមកមើលឡានហ្នឹងរហូតដោយសារតែខ្ញុំស្រឡាញ់ឡានហ្នឹងនេះគឺជា McLaren 720S ជាឡានទី1របស់ McLaren ដែលដាក់ឈ្មោះថា Super Series ឡាននេះដាក់ភ្ជាប់មកជាមួយនឹងម៉ាស៊ីន V8 របស់ McLaren ប៉ុន្តែជាម៉ាស៊ីនអាប់ដេតថ្មីបន្ទាប់ពី P1 មកគឺ 4.0 លីត្រ Twin Turbo V8 ផលិតកម្លាំងបានដោយតែឈ្មោះវាអញ្ចឹង720សេសឡាននេះមានលក្ខណៈពិសេសត្រង់ថាវាមានទម្ងន់ស្រាល technology របស់វាខាងក្នុងគឺទំនើបអស់លេខហើយនិយាយចំទៅគឺកែច្រើនមែនតើចេញពី P1 មកទាំងដែល P1 ហ្នឹងគឺជាឡានដែលខ្លាំងបំផុតរបស់ McLaren ហ្នឹងណាបើយើងមើល interior របស់វាវិញចំណុចហ្នឹងលយណាកន្លែងតាបឡូហ្នឹងអាកន្លែងកុងទ័រហ្នឹងគឺបិទបើកបានចង់ឲ្យឃើញធំក៏បានចង់ឲ្យឃើញទូចចុចតែមួយបេតុងគឺវានឹងរួញចូលទៅវិញតែម្ដងសម្រាប់តក720នេះមកដល់សប្តាហ៍ថ្ងៃហ្នឹងមាន3គឺ720 765 LT ហើយនិង 750S ដែលចេញក្រោយគេនឹងឯងតែឡានទាំង3ហ្នឹងគឺសុទ្ធតែលឿននៅផ្លូវត្រង់ដូចគ្នាបើសិនជាយើងចង់ឡើងកម្លាំងឡើងអីធ្វើដូចពួក DDE លេងម៉ាស៊ីនប្រូប្លុកម៉ាស៊ីនខាងក្នុងចោលទាំងអស់តែម្ដងដែលដាក់អីដែលតាន់ជាងមុនល្អជាងមុនហើយបើនិយាយពី McLaren គឺណាគេក៏ដោយក៏និយាយដែរបើសិនជាទុកចោលគឺ McLaren ហើយពួកអីឡាននេះគឺ technology វាទំនើបប្រព័ន្ធភ្លើងវាច្រើនដូច្នេះហើយបើសិនជាយើងអត់សូវជិះវានឹងអាសាខូចនេះខូចនោះខូចអាគុយខូចអីអញ្ចឹង720នេះសប្តាហ៍ថ្ងៃមានតម្លៃប្រហែល200000នឹងឯងដោយសារតែ brand McLaren មិនងាយឡើងតាណាទេបងប្អូនមានមតិអាច comment នៅផ្នែកខាងក្រោមបានណាស្រឡាញ់ឡានកុំភ្លេច follow ម្នាក់មួយ